រដ្ឋបាលរាជធានីភ្នំពេញចេញសេចក្តីណែនាំចំនួន10ចំណុចក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំមមីខាងមុខរដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីណែនាំចំនួន10ចំណុចនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំមមីខាងមុខដូចជាការរៀបចំចងទង់ជាតិរៀបចំតុបតែងលម្អដោយបំពាក់ខ្សែភ្លើងពណ៌ចម្រុះនិងដុតគោមបំភ្លឺបង្កើនការប្រុងប្រយ័ត្នខ្ពស់លើការអុជទៀនក៏ដូចជារៀបចំកម្មវិធីសម្ដែងសិល្បៈបុរាណសម័យជូនប្រជាពលរដ្ឋទស្សនាកម្សាន្តនៅតាមរមណីយដ្ឋាននិងទីសាធារណៈសមរម្យក្នុងរាជធានីភ្នំពេញជាដើមតាមសេចក្តីណែនាំស្តីពីការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំមមីអត្តស័កពុទ្ធសករាជ2570គ្រិស្តសករាជ2026នៅរាជធានីភ្នំពេញបានឲ្យដឹងថាជារៀងរាល់ឆ្នាំប្រជាពលរដ្ឋខ្មែរគ្រប់រូបនៅទូទាំងព្រះរាជាណាចក្រកម្ពុជាក៏ដូចជានៅរាជធានីភ្នំពេញតែងតែប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិក្នុងគោលបំណងសម្ដែងនៅអំណរសាទរស្វាគមន៍ចំពោះការចូលមកដល់នៃឆ្នាំថ្មីនិងសម្ដែងការគោរពដឹងគុណថ្វាយព្រះកេនព្រះពរសម្ដេចព្រះមហាសង្ឃរាជសម្ដេចព្រះសង្ឃនាយកព្រះសង្ឃគ្រប់ព្រះអង្គថ្វាយព្រះពរចំពោះព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងព្រះមហាក្សត្រីនរោត្តមមុនីនាថសីហនុព្រះបុររាជមាតាជាតិខ្មែរក្នុងសេរីភាពសេចក្តីថ្លៃថ្នូរនិងសុភមង្គលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនិងថ្វាយព្រះរាជកុសលជូនព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្ដេចនរោត្តមសីហនុព្រះមហាវីរក្សត្រព្រះបុររាជបិតាឯករាជ្យបូរណភាពទឹកដីនិងឯកភាពជាតិខ្មែរព្រះបរមរតនកោដ្ឋនិងជូនពរថ្នាក់ដឹកនាំសមាជិកសមាជិកាព្រឹទ្ធសភារដ្ឋសភារាជរដ្ឋាភិបាលនិងជូនពរថ្នាក់ដឹកនាំសមាជិកសមាជិកាព្រឹទ្ធសភារដ្ឋសភារាជរដ្ឋាភិបាលព្រមទាំងបុព្វការីជនទាំងឡាយសម្ដៅបង្កើនឡើងនូវមនោសញ្ចេតនាគោរពស្រឡាញ់សាមគ្គីភាពស្និទ្ធស្នាលនិងទទួលបានសព្វសាធុការពរពីទេវតាឆ្នាំថ្មីព្រះនាមរាជសាទេវីពិធីបុណ្យឆ្នាំថ្មីឆ្នាំមមីអត្តស័កពុទ្ធសករាជ2570គ្រិស្តសករាជ2026និងប្រព្រឹត្តទៅតាមដំណើរសង្ក្រាន្តដូចតទៅថ្ងៃអង្គារ12រោចខែចែកត្រូវនឹងថ្ងៃទី14ខែមេសាឆ្នាំ2026វេលាម៉ោង 10:48 នាទីព្រឹកជាថ្ងៃចូលឆ្នាំថ្មីថ្ងៃពុធ13រោចខែចែកត្រូវនឹងថ្ងៃទី15ខែមេសាឆ្នាំ2026ត្រូវនឹងថ្ងៃទី15ខែមេសាឆ្នាំ2026ជាថ្ងៃវណ្ណបតថ្ងៃប្រហ័ស15រោចខែចែកត្រូវនឹងថ្ងៃទី16ខែមេសាឆ្នាំ2026ជាថ្ងៃឡើងស័កជាថ្ងៃឡើងស័កគម្រប់សង្ក្រាន្ត3ថ្ងៃចប់ដោយបរិបូរណ៍ឆ្នាំមមីអត្តស័កតរៀងទៅទន្ទឹមនេះយោងតាមផែនការណែនាំលេខ02/2026ក៏ចូលបអចោះថ្ងៃច័ន្ទ7កើតខែផល្គុនឆ្នាំម្សាញ់សប្បស័កពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី23ខែកុម្ភៈឆ្នាំ2026របស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិដើម្បីញ៉ាំងឲ្យពិធីបុណ្យប្រព្រឹត្តទៅដោយអធិកធម៌រក្សាបាននូវប្រពៃណីទំនៀមទម្លាប់វប្បធម៌ដ៏ល្អផូរផង់របស់ជាតិនិងធានាបាននូវសន្តិសុខសុវត្ថិភាពនិងសណ្ដាប់ធ្នាប់សាធារណៈល្អប្រសើរព្រមទាំងបង្កើនសោភ័ណភាពរាជធានីភ្នំពេញឲ្យកាន់តែស្រស់ស្អាតក្នុងឱកាសប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិនេះរដ្ឋបាលខណ្ឌទាំង14រដ្ឋបាលសង្កាត់ទាំង105មន្ទីរអង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញគ្រឹះស្ថានសិក្សាវត្តអារាមក្រុមហ៊ុនរោងចក្រសហគ្រាសផ្សាររមណីយដ្ឋាននិងមជ្ឈមណ្ឌលកំសាន្តទាំងអស់ក្នុងរាជធានីភ្នំពេញត្រូវរៀបចំតាំងព្រះបរមឆាយាល័ក្ខណ៍ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាព្រះករុណាព្រះបរមរតនកោដ្ឋនិងសម្ដេចព្រះមហាក្សត្រីព្រះបុររាជមាតាជាតិខ្មែរជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតអមដោយការតុបតែងលម្អកំណាត់បូកបំភ្លឺភ្លើងពណ៌និងដុតគោមបំភ្លឺឲ្យបានស្រស់ស្អាតចងទង់ជាតិសាសនាទង់ព្រះមហាក្សត្រទង់រំយោនិងបដាពាក្យស្លោកនៅតាមស្ថាប័ននិងទីតាំងសម័យបណ្ដាពាក្យស្លោកត្រូវមានខ្លឹមសារឆ្លុះបញ្ចាំងពីសន្តិភាពនិងការអភិវឌ្ឍជាតិនិងតាក់ទងនឹងប្រពៃណីទំនៀមទម្លាប់បុណ្យចូលឆ្នាំថ្មីហើយត្រូវចងតាមលក្ខណៈបច្ចេកទេសនិងសមស្របតាមទំហំអគាររបស់ខ្លួនជៀសវាងការបង្កគ្រោះថ្នាក់និងបាត់បង់សោភ័ណភាពទី2គ្រប់គេហដ្ឋានផ្សារទំនើបផ្សារមីនីម៉ាតហាងលក់ទំនិញអគារពាណិជ្ជកម្មរោងចក្រសហគ្រាសរមណីយដ្ឋានមជ្ឈមណ្ឌលកំសាន្តសំណង់បុរីមូលដ្ឋានអាជីវកម្មទេសចរដូចជាសន្តាគារខុនដូភោជនីយដ្ឋាននិងមូលដ្ឋានអាជីវកម្មផ្សេងៗទៀតគ្រប់
ប្រភេទនៅក្នុងរាជធានីភ្នំពេញត្រូវរៀបចំទង់ជាតិដោយដាក់ដងនិងចងទង់ជាតិឲ្យមានរបៀបរៀបរយល្អហើយត្រូវពិនិត្យមើលលើទង់ជាតិត្រូវមានលក្ខណៈត្រឹមត្រូវស្របតាមអត្តសញ្ញាណជាតិនិងកំណត់ទង់ជាតិត្រូវមានសភាពល្អជៀសវាងមានការដាច់រហែកស្លកពណ៌ឬតួដែលធ្វើឲ្យប៉ះពាល់ដល់តម្លៃអត្តសញ្ញាណជាតិរៀបចំតុបតែងលម្អដោយបំពាក់ខ្សែភ្លើងពណ៌ចម្រុះនិងដុតគោមបំភ្លឺនៅមុខគេហដ្ឋាននៅតាមរបស់មុខអគារជញ្ជាំងឬដើមឈើនិងមុខមូលដ្ឋានអាជីវកម្មរបស់ខ្លួនដើម្បីបង្កើនភាពទាក់ទាញនិងសោភ័ណភាពដោយអាចរៀបចំរចនាខ្សែភ្លើងពណ៌ចម្រុះឲ្យចេញជាអក្សរផុសឡើងដើម្បីចូលរួមអបអរសាទរពិធីបុណ្យជាតិរៀបចំតុបតែងលម្អដោយក្បាច់រចនាតាមបែបប្រពៃណីនៅតាមទីតាំងរៀបចំគ្រឿងសក្ការៈបូជានិងត្រៀមរៀបចំគ្រឿងសក្ការៈបូជាមានផ្កាភ្ញីទៀននិងធូបជាដើមសម្រាប់ថ្វាយព្រះរតនត្រ័យនិងរៀបចំពលិកាដ៏សមរម្យមាននំចំណីផ្លែឈើជាអាតដើម្បីទទួលទេវតាឆ្នាំថ្មីបង្កើនការប្រុងប្រយ័ត្នខ្ពស់លើការឧទ្ទានធូបការប្រើប្រាស់ភ្លើងចង្កៀងភ្លើងចង្ក្រានអគ្គិសនីជៀសវាងមានគ្រោះអគ្គិភ័យណាមួយកើតឡើងដោយយថាហេតុនិងទី3រដ្ឋបាលខណ្ឌទាំង14និងគ្រប់មន្ទីរអង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញត្រូវចាត់តាំងឲ្យមានក្រុមវេនយាមប្រចាំការ24ម៉ោងនៅតាមអង្គភាពរៀងៗខ្លួននិងរៀបចំបញ្ជីឈ្មោះក្រុមវេនយាមប្រចាំការផ្ញើមករដ្ឋបាលរាជធានីភ្នំពេញឲ្យបានយ៉ាងយូរបំផុតត្រឹមថ្ងៃទី8ខែមេសាឆ្នាំ2026រៀបចំកម្មវិធីចោះសួរសុខទុក្ខប្រជាពលរដ្ឋក្រីក្រនៅតាមសហគមន៍មណ្ឌលកុមារកំព្រាមណ្ឌលចាស់ជរាជនពិការមន្ទីរពេទ្យនិងមណ្ឌលនានារដ្ឋបាលខណ្ឌទាំង14និងរដ្ឋបាលសង្កាត់ទាំង105ត្រូវសហការជាមួយមន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញនិងគណៈកម្មាធិការអាចារ្យវត្តដើម្បីបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋពុទ្ធបរិស័ទបានមកបំពេញកុសលតាមសទ្ធាជ្រះថ្លានិងរៀបចំពិធីតាមទំនៀមទម្លាប់ប្រពៃណីនិងសាសនារបស់ជាតិព្រមទាំងរៀបចំចាត់កម្លាំងការពារសន្តិសុខសុវត្ថិភាពនិងសណ្ដាប់ធ្នាប់សាធារណៈនៅតាមវត្តអារាមឲ្យបានល្អប្រសើរទី4មន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញត្រូវណែនាំដល់គ្រប់វត្តអារាមឲ្យធ្វើការសម្អាតនិងតុបតែងលម្អទង់ជាតិទង់សាសនានិងទង់ក្អែបទង់រំយោលនិងចងបដាពាក្យស្លោកឲ្យបានសមរម្យណែនាំឲ្យគ្រប់វត្តអារាមឲ្យរៀបចំពិធីបុណ្យសាសនាស្របតាមប្រពៃណីសាសនានិងប្រពៃណីជាតិដូចជាពិធីពូនភ្នំខ្សាច់ពិធីស្រង់ព្រះពិធីបង្ថ្កុឧទ្ទិសកុសលពិធីរបាត់និងពិធីស្រោចទឹកសិលវ័នសិលវតីមេដាបេដានិងចាស់ព្រឹទ្ធាចារ្យណែនាំដល់គ្រប់វត្តអារាមឲ្យសម្អាតព្រះពុទ្ធរូបព្រះបដិមានិងសម្អាតអនាម័យបរិស្ថានទាំងក្នុងនិងក្រៅបរិវេណវត្តអារាមឲ្យបានស្អាតសហការជាមួយរដ្ឋបាលខណ្ឌដង្កោនិងក្រុមហ៊ុន JC Royal Company Ltd ដើម្បីអំពាវនាវដល់ពុទ្ធបរិស័ទរៀបចំពិធីបង្ថ្កុឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធអ្នកដែលបានស្លាប់បាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ប៉ុលពតនៅមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯកនិងកន្លែងតម្កល់អត្តធាតុនៅតាមបូជនីយដ្ឋានស្តុបផ្សេងៗឲ្យបានមុនថ្ងៃចូលឆ្នាំមកដល់ទី5មន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានីភ្នំពេញត្រូវរៀបចំកម្មវិធីសម្ដែងសិល្បៈបុរាណសម័យជូនប្រជាពលរដ្ឋទស្សនាកម្សាន្តនៅតាមរមណីយដ្ឋាននិងទីសាធារណៈសមរម្យក្នុងរាជធានីភ្នំពេញបំផុសចលនាឲ្យប្រជាពលរដ្ឋចូលរួមឲ្យបានផុសផុលក្នុងការលេងល្បែងប្រជាប្រិយរបស់ជាតិដូចជាចៅឈូងបោះអង្គុញទីងព្រាត់ទាត់សីលាក់កន្សែងឡើងសសរខ្លាញ់លោតបាវនិងវាឆ្នាំងនៅតាមរមណីយដ្ឋាននានាឬទីតាំងសមរម្យណាមួយទី6មន្ទីរព័ត៌មានរាជធានីភ្នំពេញត្រូវចាត់តាំងបណ្ដាវិទ្យុនិងស្ថានីយ៍វិទ្យុទូរទស្សន៍ចោះយកព័ត៌មានថតរូបនិងថតវីដេអូនៅរាល់សកម្មភាពទិដ្ឋភាពជាក់ស្ដែងនាថ្ងៃបុណ្យទាំងពិធីខាងសាសនានិងពិធីខាងប្រពៃណីជាតិដូចជាសកម្មភាពល្បែងប្រជាប្រិយគ្រប់ប្រភេទនៅតាមតំបន់នីមួយៗហើយផ្សព្វផ្សាយតាមទូរទស្សន៍វិទ្យុនិងបណ្ដាទំនាក់ទំនងសង្គមផ្សេងៗឲ្យបានទូលំទូលាយជូនប្រជាពលរដ្ឋភ្ញៀវទេសចរជាតិនិងអន្តរជាតិទស្សនានិងយល់ជ្រៅជ្រាបច្បាស់លាស់ពីអត្ថន័យនៃពិធីបុណ្យប្រពៃណីជាតិទី7មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញត្រូវរៀបចំតុបតែងលម្អបំភ្លឺភ្លើងតាមបណ្ដាសួនច្បារដានឈើដងវិថីដំឡើងរបាកាត់ទទឹងផ្លូវនៅមហាវិថីសំខាន់ៗដើម្បីចូលរួមអបអរសាទរពិធីបុណ្យលាងសម្អាតផ្លូវលាបឡូនឬគំនូរនៅតាមបណ្ដាមហាវិថីសំខាន់ៗដើម្បីធានាបរិស្ថាននិងសោភ័ណភាពស្រស់ស្អាតទី8មន្ទីរទេសចររាជធានីភ្នំពេញត្រូវផ្សព្វផ្សាយ
និងណែនាំដល់មូលដ្ឋានអាជីវកម្មទេសចរជាពិសេសសណ្ឋាគារផ្ទះសំណាក់ភោជនីយដ្ឋាននិងរមណីយដ្ឋានទេសចរនានាត្រូវយកចិត្តទុកដាក់លើការផ្តល់សេវាក្នុងវិស័យទេសចរឲ្យបានល្អប្រសើរព្រមទាំងគុណភាពសុវត្ថិភាពអនាម័យម្ហូបអាហារការងារសន្តិសុខសុវត្ថិភាពជូនភ្ញៀវទេសចរជាតិអន្តរជាតិនិងការងារផ្នែកបដិសណ្ឋារកិច្ចណែនាំដល់មូលដ្ឋានអាជីវកម្មទេសចររមណីយដ្ឋាននានានិងកាណូតទេសចរឲ្យដាក់ទង់ជាតិទង់សាសនាទង់ព្រះមហាក្សត្រនិងរៀបចំតុបតែងលម្អដោយភ្លើងពណ៌ឲ្យបានស្រស់ស្អាតទី9មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញត្រូវរៀបចំផែនការសង្គ្រោះបន្ទាន់ដោយត្រូវត្រៀមក្រុមគ្រូពេទ្យឱសថបរិក្ខារសុខាភិបាលនិងរថយន្តគិលានសង្គ្រោះប្រចាំការនៅតាមតំបន់រមណីយដ្ឋាននិងទីប្រជុំជនកំសាន្តនានាដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋដែលមានបញ្ហាសុខភាពឲ្យបានទាន់ពេលវេលានិងទី10ស្នងការនគរបាលរាជធានីភ្នំពេញបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញបញ្ជាការដ្ឋានយុទ្ធភូមិភាគពិសេសរដ្ឋបាលខណ្ឌទាំង14និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវរៀបចំអនុវត្តផែនការការពាររក្សាសន្តិសុខសុវត្ថិភាពនិងរបៀបរៀបរយសង្គមនិងសណ្ដាប់ធ្នាប់ឲ្យបានល្អទាំងមុននិងក្រោយនិងអំឡុងពេលពិធីបុណ្យព្រមទាំងត្រូវបង្កើនការយកចិត្តទុកដាក់និងជួយសម្រួលចរាចរណ៍នៅតំបន់គោលដៅដែលមានការកកស្ទះខ្លាំងទប់ស្កាត់បង្ការបទល្មើសនិងសកម្មភាពបទល្មើសគ្រប់ប្រភេទទទួលបានសេចក្តីណែនាំនេះស្នងការនគរបាលរាជធានីភ្នំពេញបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញបញ្ជាការដ្ឋានយុទ្ធភូមិភាគពិសេសរដ្ឋបាលសង្កាត់ទាំង105និងមន្ទីរអង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញត្រូវចាត់ចែងផ្សព្វផ្សាយឲ្យបានទូលំទូលាយនិងអនុវត្តឲ្យមានប្រសិទ្ធភាពប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់